3ចំណុចដែលទំនាក់ទំនងស្វាមីភរិយាមិនគួរធ្វើទាល់តែសោះចំណុចទី1នោះគឺមិនទុកចិត្តលើគ្នាចំណុចនេះគឺសំខាន់មែនទែនកាលណាតែប្តីប្រពន្ធអត់ទុកចិត្តឈានទៅដល់ការមិនគោរពមិនឲ្យតម្លៃហើយចំណុចនេះគឺដូចជាការប្រៀបធៀបទំនាក់ទំនងខ្លួនឯងជាមួយអ្នកដទៃស្ដាប់ទៅធម្មតាទេប៉ុន្តែពេលយើងនិយាយយូរដូចថាប្តីគេល្អអញ្ចេះប្តីគេតែងតែយកចិត្តទុកដាក់ប្រពន្ធគេតែងតែផ្ដល់ភាពកក់ក្ដៅការដែលយើងនិយាយដដែលបែបនេះវាទៅជាមានអារម្មណ៍ថាយើងបន្ទោសបង្អាប់និងមិនឲ្យតម្លៃហើយវាឈានទៅដល់ការដែលមិនជឿជាក់មិនគោរពគ្នាតែម្ដងចំណុចទី2គឺតាក់ទងជាមួយនឹងភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងប្តីប្រពន្ធភាពស្មោះត្រង់គឺសំខាន់កាលណាតែយើងបាត់បង់ភាពស្មោះត្រង់ទំនាក់ទំនងមិនថាតែរឿងប្តីប្រពន្ធទេរឿងអីក៏បាត់បង់ដែរប៉ុន្តែរឿងប្តីប្រពន្ធគឺសំខាន់ព្រោះមនុស្សពីរនាក់ដែលកាន់ដៃគ្នាបង្កើតទំនាក់ទំនងរួមជីវិតជាមួយគ្នាអ្វីដែលសំខាន់បំផុតគឺភាពស្មោះត្រង់ជាមួយនឹងជីវិតរួមគ្នានឹងតែម្ដងចំណុចទី3គឺលាក់បាំងឬមិនហ៊ានបើកចំហការដែលបើកចំហនេះគឺសំខាន់មែនទែនបើកចំហនិយាយរឿងក្នុងចិត្តបើកចំហនិយាយពីបញ្ហាបើកចំហនិយាយពីអ្វីដែលម្នាក់ត្រូវការចង់បានអីចង់ទៅណាចង់បង្កើតអ្វីហើយជីវិតប្តីប្រពន្ធឬជីវិតគូនេះបើសិនជាបាត់អាភាពបើកចំហនឹងហើយក៏ខ្វះនៅសេចក្តីសុខខ្វះនៅភាពរីកចម្រើនព្រោះដោយសាររឿងជាច្រើនត្រូវបានលាក់បាំងទុកនៅក្នុងចិត្តមិនដែលកោះកកាយមកនិយាយជាមួយគ្នាទេ3ចំណុចនេះប្តីប្រពន្ធមិនគួរធ្វើទេតែត្រឡប់មកវិញប្តីប្រពន្ធត្រូវតែមានការគោរពការជឿទុកចិត្តការផ្ដល់តម្លៃការស្រឡាញ់ការដឹងគុណការស្មោះត្រង់ពិសេសនោះគឺបើកចំហទទួលយកភាពខុសគ្នានិងបើកចំហដើម្បីដឹងអំពីតម្រូវការគ្នានេះគឺជាវីដេអូដ៏ល្អបំផុតសម្រាប់ផ្ញើជូនស្វាមីឬក៏គូស្រករថ្មីដែលកំពុងតែស្វែងយល់ចិត្តគ្នាអាចយកវីដេអូនេះទៅទស្សនាហើយបើសិនជាល្អកុំភ្លេចចែករំលែកដើម្បីឲ្យអ្នកដទៃបានដឹងផងអរគុណច្រើនពីអ្នកគ្រូសេពៅចា